នេះជារបៀបដែលខ្ញុំធ្វើផ្កាកុលាបដំបូងខ្ញុំកាត់កំណត់ជា4ជ្រុងយកប្រវែង6សង់ទីម៉ែត្រដូចគ្នាបន្ទាប់មកខ្ញុំបត់ជាបញ្ឆិតនេះហើយជាចេញកុំឲ្យវាស្រួចបន្ទាប់មកខ្ញុំក៏យកបញ្ចូលដានដើម្បីទីមានជ្រួញឲ្យវាបានជាស្រទាប់ផ្កាយើងក៏អាចប្រើម៉ាស៊ីនដេរក៏បានដូចគ្នាក្នុងការបញ្ជ្រួញកុំឲ្យជ្រួញដល់ណាឲ្យវាក្តោបខ្លាំងពេកចំពោះផ្កានេះដែរខ្ញុំយកស្រទាប់ក្រោមគឺ7ស្រទាប់ចំណែកឯស្រទាប់កណ្ដាលខ្ញុំយក5ចំណែកឯស្រទាប់ដំបូងគេខ្ញុំយក3ហើយផ្កានេះដែរគឺវាមានបណ្ដោត្រូវមូលបណ្ដោមួយថែមទៀតប៉ុន្តែចំពោះបណ្ដោនោះខ្ញុំធ្វើរួចរាល់ផ្កានេះទើបមូលបណ្ដោតាមក្រោយសម្រាប់ផ្កានេះដែរបើសិនជាមានទៀនសម្រាប់បិទផ្កាគឺរឹតតែស្រួលវាធ្វើឲ្យការងារយើងរឹតតែលឿនប៉ុន្តែដោយសារតែខ្ញុំគ្មានទៀនដូច្នេះហើយខ្ញុំក៏ប្រើអំបោះដុតបញ្ចូលចាក់វាដូចនេះឥឡូវនេះខ្ញុំហើយស្រទាប់ដំបូងគឺស្រទាប់ទី1បន្ទាប់មកខ្ញុំចាប់ដើមធ្វើស្រទាប់ទី2ដដែលបែបនេះរហូតឲ្យរួចស្រទាប់ទាំងអស់ឥឡូវនេះស្រទាប់ទាំង3ក៏បានរួចរាល់បន្ទាប់មកយកមកតម្រៀបពីលើគ្នាទាំង3ស្រទាប់ដល់បែបនេះហើយចាក់វាជាប់មួយស្រទាប់ម្ដងឲ្យវាជាប់ល្អនេះគឺជាស្រទាប់ទាំង3ដែលដាក់ត្រួតពីលើគ្នាវាបានចេញជារូបរាងផ្កាកុលាបនៅសល់តែបណ្ដោខាងក្នុងតែប៉ុណ្ណោះឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើបណ្ដោដោយកាត់ក្រណាត់ផ្សាច់បញ្ឆិតហើយបត់ជា2មូលវាឲ្យធំល្មមខ្ញុំយកទំហំប៉ិនប្រហែលជាប៉ិនកូនដៃហើយមូលរួចបត់វាយកមកចាក់ភ្ជាប់ហើយសៀតទៅបណ្ដោនៃផ្កាចាក់វាជាប់ឲ្យជាប់នឹងស្រទាប់នៃផ្កាបែបនេះហើយឥឡូវនេះវាក៏คล้ายជាផ្កាកុលាបដ៏ស្រស់ស្អាតមួយផ្កា